ការខ្លាចគេជួបអ្នកធំការខ្លាចគេជួបអ្នកធំគឺមានការខ្លាចគេជួបព្រះសង្ឃខ្លាចគេជួបអាចារ្យខ្លាចគេបាននិយាយជាមួយព្រះសង្ឃខ្លាចគេបាននិយាយជាមួយអាចារ្យខ្លាចគេបាននិយាយជាមួយអ្នកចេះដឹងខ្លាចគេបាននិយាយជាមួយនឹងគ្រូខ្លាចគេបាននិយាយជាមួយនឹងបណ្ឌិតខ្លាចគេបាននិយាយជាមួយនឹងអ្នកដែលល្អប្រសើរបាទអញ្ចឹងគោលបំណងដែលគេចង់ឲ្យយើងនិយាយជាមួយចង់ឲ្យយើងជួបចង់ឲ្យយើងសែបគប់គឺគោលបំណងគេចង់ឲ្យយើងជួបជាមួយនឹងជនពាលជួបជាមួយនឹងចៅជួបជាមួយនឹងអ្នកផឹកស៊ីជួបជាមួយនឹងអ្នកជក់គ្រឿងញៀនជួបជាមួយនឹងអ្នកពាលាអាវ៉ាខ្សែអបាយមុខជួបជាមួយនឹងអ្នកផឹកស្រាសែបគប់ជាមួយនឹងអ្នកផឹកស្រាបាទបើយើងជួបជាមួយអ្នកចេះដឹងសែបគប់ជាមួយអ្នកចេះដឹងរាប់អានជាមួយនឹងអ្នកចេះដឹងនិយាយជាមួយនឹងអាចារ្យនិយាយជាមួយនឹងលោកអីគឺគេអត់សូវសប្បាយចិត្តទេបាទគេចង់ឲ្យយើងជួបបុគ្គលដែលអាក្រក់បាទពីព្រោះគេខ្លាចយើងនឹងមានមុខមានមាត់មានការចេះដឹងជាងគេមានរិទ្ធមានដេជះជាងគេបាទបើកាលណាយើងជួបជាមួយអ្នកល្អយើងមិនមានមុខមានមាត់យើងមានការរីកចម្រើនបាទយើងមិនឃ្លាតឆ្ងាយពីអបាយមុខទាំងឡាយឃ្លាតពីអបាយមុខទាំង4លបែងស្រីស្រាពាលាអាវ៉ាខ្សែគ្រឿងញៀនអីហ្នឹងបាទអញ្ចឹងគេមិនពេញចិត្តជាមួយនឹងយើងជួបជាមួយនឹងគ្រូជួបជាមួយនឹងព្រះសង្ឃជួបជាមួយនឹងបណ្ឌិតជួបជាមួយនឹងសប្បុរសជួបជាមួយព្រះសង្ឃជួបជាមួយអាចារ្យជួបជាមួយលោកអីទេមកនិយាយជាមួយអ្នកដែលល្អគេអត់ចង់ទេគេចង់ឲ្យនិយាយជាមួយនឹងអ្នកផឹកស្រាជក់គ្រឿងញៀនបាទលេងលបែងស្រីអីអញ្ចឹងទៅបាទប៉ុន្តែព្រះសម្មាសម្ពុទ្ធហាមបាទហាមមិនឲ្យជួបបុគ្គលពាលទេហាមមិនឲ្យរាប់អានបុគ្គលពាលទេហាមមិនឲ្យសែបគប់ជាមួយនឹងបុគ្គលពាលទេព្រះសម្មាសម្ពុទ្ធបដៅថាឲ្យរាប់អានជាមួយនឹងបណ្ឌិតឲ្យរាប់អានជាមួយនឹងសប្បុរសឲ្យរាប់អានជាមួយនឹងគ្រូអាចារ្យឲ្យរាប់អានជាមួយនឹងព្រះសង្ឃឲ្យរាប់អានជាមួយនឹងអ្នកចេះដឹងទើបមានផ្លូវរីកចម្រើនមានការអភិវឌ្ឍមានភាពល្អប្រសើរបាទប៉ុន្តែចំពោះអ្នកដែលចំណែនយើងគឺគេអត់ចូលចិត្តអញ្ចឹងទេគេចង់ដឹកនាំយើងនឹងឲ្យយើងនឹងដើរចូលផ្លូវអាក្រក់បាទបើយើងដើរក្នុងផ្លូវល្អគេពំពួកយើងបាទគេអូសទាញយើងបាទឲ្យយ៉ាងម៉េចឲ្យយើងខ្លាចទៅជាអាក្រក់ប៉ុន្តែយើងត្រូវមានភាពរឹងមាំយើងត្រូវមានគោលចំហបាទអ្នកណាចង់អូសទាញយើងយ៉ាងម៉េចយើងកុំស្ដាប់គេកុំតាមគេកុំស្ដាប់ប្រកបគេអសោះបាទយើងធ្វើនៅអ្វីយើងដែលយើងគិតឃើញថាមានភាពល្អខ្ពង់ខ្ពស់បាទអ្វីដែលមិនល្អយើងកុំប្រព្រឹត្តតាមគេកុំធ្វើតាមគេបាទអាហ្នឹងវាចប់រឿងហើយបាទអញ្ចឹងទាំងអស់នេះគឺត្រូវតែយកចិត្តទុកដាក់បាទអប់រំខ្លួនយើងនឹងឲ្យល្អបាទកុំស្ដាប់តាមការញុះញង់អូសទាញពំពុកបដែបដៅរបស់អ្នកដតីឲ្យសោះបាទអញ្ចឹងសូមឲ្យមានហេងងៅហេងបាទជួបមនុស្សល្អគ្រប់ពេលវេលាបាទ
ជួបតែបណ្ឌិតជួបតែសប្បុរសជួបតែអ្នកប្រាជ្ញជួបតែអ្នកធម៌ជួបតែគ្រូអាចារ្យជួបតែព្រះសង្ឃបាទជួបតែអ្នកដឹកនាំយើងនឹងឲ្យដើរតាមផ្លូវល្អបាទសូមអរគុណសន្តិភាព